ជ្រក់ជើងមាន់ខ្ញុំធ្វើថ្ងៃនេះគឺងាយស្រួលមែនតើវិធីងាយគឺធ្វើចាប់បានញ៉ាំមែនតើធ្វើភ្លាមញ៉ាំភ្លាមក៏បានឬមួយក៏យើងទុកវាឲ្យចូលជាតិនៅក្នុងទូទឹកកក1ម៉ោងអីសិនក៏បានដែររូបមន្តខ្ញុំធ្វើនេះគឺងាយស្រួលអត់មានអីស្មុគស្មាញច្រើនទេតាមការធ្វើគឺបងប្អូនផ្សេងទៀតដែលគាត់មានរូបមន្តផ្សេងអាចខមមិននៅខាងក្រោមបានដើម្បីចែករំលែកនិងអាចខ្ញុំយកទៅធ្វើសាកធ្វើនៅវីដេអូក្រោយៗទៀតជាទូទៅខ្ញុំចូលចិត្តធ្វើបែបហ្នឹងជាដំបូងគឺខ្ញុំកាត់ជើងកញ្ចក់វាហ្នឹងដែលទិញមកគឺគេអត់បានកាត់ឲ្យទេអញ្ចឹងខ្ញុំកាត់សម្អាតវាហើយខ្ញុំអត់បានកាត់វាជាពីរទេខ្ញុំដាក់វាធំតែម្ដងបន្ទាប់មកខ្ញុំយកវាមកលាងទឹកឲ្យស្អាតប្រហែលទឹកក៏បានដែរដែលថាបងប្អូនមើលទៅស្អាតហើយគឺបងប្អូនឈប់លាងប៉ុណ្ណឹងហើយការលាងនេះក៏ខ្ញុំលាងច្រើនដូចគ្នាតែយើងថតកាត់កុំឲ្យវីដេអូវាវែងពេកទីធ្វើមានច្រើនបែបតាមបងប្អូននិយមចូលចិត្តបងប្អូនខ្លះទៀតក៏គាត់ហាន់គល់ស្លឹកគ្រៃឬមួយក៏ក្រូចជាចំណិតដើម្បីឬខ្ទឹមជាចំណិតស្ដើងដាក់ពីលើទៀតអាស្រ័យលើចំណង់ចំណូលចិត្តនិងការតុបតែងរៀងខ្លួនតែសម្រាប់ខ្ញុំគឺខ្ញុំអត់បានធ្វើបែបហ្នឹងទេព្រោះខ្ញុំធ្វើងាយលឿនឆាប់បានញ៉ាំអញ្ចឹងណាបន្ទាប់ពីខ្ញុំលាងទឹកស្អាតហើយខ្ញុំដាក់ដាំទឹកហើយដាក់គល់ស្លឹកគ្រៃស្លឹកក្រូចរំដេងហើយដាក់វាឲ្យពុះចេញពណ៌រៀងពណ៌បៃតងដូចនៅក្នុងវីដេអូនេះអញ្ចឹងណាបងប្អូនដើម្បីវាចេះក្លិនកាន់តែឈ្ងុយល្អហើយខ្ញុំបន្ថែមជាមួយនឹងអំបិលក្រួសបន្តិចនៅក្នុងទឹកការធ្វើជ្រក់ជើងមាន់គឺមានរយៈពេលក្នុងការធ្វើគឺលឿនមែនតើងាយស្រួលឆាប់បានញ៉ាំហើយយើងកូរវាឲ្យសព្វចឹងទៅដោយសារតែខ្ញុំដាក់នៅក្នុងឆ្នាំងខ្ទះខ្ញុំអត់បានដាក់នៅក្នុងឆ្នាំងទេដើម្បីស្ងោរវាហើយមកឆ្អិនល្មមបងប្អូនឆ្អិនរៀងខ្លាំងក៏អត់អីដែរដោយសារតែពេលដែលយើងយកវាទៅត្រាំទឹកកកទៅសាច់វានឹងឡើងស្រួយវិញជាធម្មតាហើយវាអត់ផុយទេដូចយើងយកទៅក្លាស់សេទៅណាបងប្អូនខ្ញុំគាត់ថាបញ្ជាក់ប្រាប់បងប្អូនដែលគាត់អត់ទាន់ចេះតែសម្រាប់បងប្អូនដែលគាត់ចេះហើយក៏មានអីថ្មីអាចចែករំលែកបានការធ្វើទឹកត្រីរបស់ខ្ញុំគឺខ្ញុំដាក់ម្សៅស៊ុបរ៉ូឌីអំបិលក្រួសគឺខ្ញុំអត់ចោលទេខ្ញុំលួចបន្តិចហើយនឹងស្ករប៊ីចេងតាមចំណង់ចំណូលចិត្តបងប្អូនភ្លក់មើលទៅថារសជាតិប៉ុន្មានបងប្អូនចូលចិត្តហើយបងប្អូនក៏ដាក់ប៉ុណ្្នឹងទៅសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តបែបជូរអែមហឹរបងប្អូនហើយសម្រាប់បងប្អូនដែលគាត់ចង់បានរសជាតិបែបណាដាក់តាមនឹងទៅបងប្អូនបន្ទាប់ពីខ្ញុំស្ងោរជើងមាន់ឆ្អិនហើយខ្ញុំក៏ចាប់ផ្ដើមយកជើងមាន់នេះយកមកលាងទឹកម្សៅទៀតដើម្បីឲ្យវាកាន់តែលក្ខណៈថាជ្រះល្អទៀតចឹងណាបងប្អូនលាងទឹករួចក៏យកមកត្រាំជាមួយនឹងទឹកកកហើយនឹងទឹកត្រជាក់ដើម្បីឲ្យជើងមាន់យើងមានសភាពស្រួយឆ្ងាញ់យើងទុកជើងមាន់នៅឡែកហើយក៏ចាប់ផ្ដើមបុកគ្រឿងកុំឲ្យខាតពេលចឹងណាហើយបុកដាក់មានខ្ទឹមមានអីចឹងទៅបងប្អូនចូលចិត្តបែបណាគឺបងប្អូនដាក់ប៉ុណ្្នឹងទៅគ្រឿងនេះគឺគ្រាន់តែខ្ញុំបង្ហាញគោលសម្រាប់រសជាតិគឺយើងភ្លក់តាមចំណង់ចំណូលចិត្តនិងដាក់តាមអ្វីដែលយើងចូលចិត្តតាមផ្ទះនីមួយអញ្ចឹងណាបងប្អូនគ្រឿងខ្ញុំចូលចិត្តបុកជាងកិនដោយសារតែវាមានតិចដែរបើសិនជាច្រើនយើងកិនទៅកុំឲ្យវាចុកដែរបើខ្ញុំវិញគឺខ្ញុំចូលចិត្តបុកជាងដោយសារតែវាមានរសជាតិខ្ញុំមានអារម្មណ៍ថាពេលដែលបុកមានរសជាតិឆ្ងាញ់ជាងកិនណាមួយគឺវាមានចំនួនតិចដែរបើសិនជាច្រើនក៏យើងកិនដែរកុំឲ្យវាចុកដៃខ្លាំងពេកចឹងណាក្រូចខ្ញុំដាក់មានពីរប្រភេទក្រូចស្មាយើងហ្នឹងហើយនឹងក្រូចតែជ្រក់ខ្ញុំដាក់បញ្ចូលគ្នាទាំងពីរតែម្ដងខ្ញុំដាក់រៀងច្រើនដែរសម្រាប់ក្រូចឆ្មានិងក្រូចតែជ្រក់នេះតែខ្ញុំថតរៀងកាត់ហើយបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងទឹកដោះគោខាប់ខ្ញុំមានដាក់ស្ករហើយក៏ខ្ញុំដាក់ថែមទឹកដោះគោខាប់បន្តិចទៀតកូរច្បល់ចូលគ្នាឲ្យម៉ត់ច្រឡំកូរច្បល់ចូលគ្នាឲ្យសព្វច្រឡំនិយាយឲ្យម៉ត់ចាហើយយើងភ្លក់មើលទៅថារសជាតិប៉ុន្មានដែលយើងចង់បានផ្អែមជូរប្រៃអីគឺយើងដាក់តាមនឹងទៀតមកថែមថយទឹកត្រីជើងមាន់ខ្ញុំគឺខ្ញុំធ្វើរួចរាល់ហើយតែទឹកត្រីនេះគឺខ្ញុំអត់បានដាក់ទឹកត្រីទេដោយសារតែខ្ញុំធ្វើតាមរូបមន្តខ្ញុំនេះគឺខ្ញុំដាក់ប្រើម្សៅរ៉ូឌីច្រើន
តែច្រឡំមាត់និយាយពាក្យថាទឹកត្រីរួចស្រង់ជើងមាន់ដែលយើងត្រាំទឹកកកហើយដាក់វាឲ្យស្រស់ទឹកដើម្បីយកមកច្របល់ជាមួយនឹងទឹកត្រីគ្រឿងយើងនេះដែលធ្វើហើយច្រឡំទៅទឹកត្រីរហូតដោយសារតែខ្ញុំដាក់នៅក្នុងកំប៉ុងនេះទៅវាពិបាកក្នុងការកូរវាសព្វល្អខ្ញុំក៏ចាក់វាចូលមកក្នុងចង្កេះវិញការធ្វើរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនគឺយើងច្របល់ចូលគ្នាឲ្យចូលជាតិហើយយើងច្រកទុកវាដាក់នៅក្នុងទូទឹកកករយៈពេល1ម៉ោងឬមួយថ្ងៃកន្លះថ្ងៃអីហ្នឹងតាមយើងទៅបងប្អូនយើងចង់ញ៉ាំពេលណាឬមួយក៏យើងចង់ទុកប៉ុណ្ណាក៏បានដែរយើងញ៉ាំភ្លាមក៏បានដូចគ្នាបងប្អូនគ្រាន់តែថាវាអត់ទាន់ចូលជាតិល្អការធ្វើរបស់ខ្ញុំនេះគឺខ្ញុំអត់មានប្រើទឹកត្រីទេតែច្រឡំមាត់និយាយទឹកត្រីរហូតដោយសារតែធ្លាប់មាត់និយាយអញ្ចឹងណាហើយអញ្ចឹងទៅចេះតែច្រឡំហើយខ្ញុំច្រកចូលនៅក្នុងកឡនឹងវិញរួចជាការស្រេចហើយទុកវាអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំការធ្វើនេះគឺជារូបមន្តរបស់ខ្ញុំធ្វើផ្ទាល់តែម្ដងសម្រាប់ញ៉ាំខ្លួនឯងអញ្ចឹងណាបងប្អូនបើសិនមានបងប្អូនដែលគាត់មានរូបមន្តអីផ្សេងថ្មីបងប្អូនមានការធ្វើអីខុសពីហ្នឹងគឺអាច comment នៅខាងក្រោមបានអរគុណច្រើនបងប្អូនកុំភ្លេច subscribe នៅវីដេអូនេះផងដើម្បីទទួលបានវីដេអូថ្មីៗ